ថ្ងៃនេះខ្ញុំនឹងយករថយន្តនៅខាងក្រោយក្នុងខ្ញុំនេះដែលជារថយន្ត Labubu ទៅកាន់ខេត្តកែបចឹងសម្រាប់ចំណុចទី1គឺអត់មានអ្វីក្រៅពីរូបរាងខាងក្រៅនៃរថយន្តនេះទេពេលមកដល់គ្នារថយន្តនេះគឺវាមានសភាពស្រស់ស្អាតខ្លាំងមែនតើហើយបើយើងធៀបជាមួយតម្លៃត្រឹមតែជាង$20,000ហ្នឹងគឺសឹងតែមិនគួរឲ្យជឿតែម្ដងនៅពេលដែលខ្ញុំធ្វើការបើកបរលើដងផ្លូវដោយសារតែរថយន្តនេះគឺមាន wrap ជាមួយនឹងប្រភេទToyota Labubu ទៀតគឺតាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងអ្នកដែលគាត់ធ្វើដំណើរដងផ្លូវច្រើនខ្លាំងមែនតើតែម្ដងហើយគេតែងតែមកសួរខ្ញុំថាតើរថយន្តនេះគឺជារថយន្តតម្លៃប៉ុន្មានហើយនៅពេលដែលខ្ញុំប្រាប់គាត់ថាត្រឹមតែតម្លៃជាង$20,000ម្នាក់គឺលាន់មាត់ថាវ៉ាវរថយន្តនេះគឺស័ក្តិសមហើយ suitable ខ្លាំងមែនតើតែម្ដងសម្រាប់ជាប្រភេទរថយន្តលក្ខណៈគ្រួសារអញ្ចឹងណាដែលគ្រប់នេះគឺ surprise មែនតើហើយចំណុចទី2នោះគឺតាក់ទងជាមួយនឹងផ្នែកខាងក្នុងប្រិមត្តបងប្អូនរថយន្តលក្ខណៈគ្រួសារ7កៅអីជាទូទៅគឺផ្នែកខាងក្នុងខ្លះគឺវាមានសភាពមិនសូវជាទូលាយប្រហែលទេប៉ុន្តែបើធៀបជាមួយរថយន្ត Wuling Starlight 730នេះខ្ញុំឲ្យប្រិមត្តបងប្អូនមកធ្វើការតេស្តផ្ទាល់បានដឹងថាខាងក្នុងគឺពិតជាទូលាយខ្លាំងមែនទែនហើយនៅខាងក្នុងគឺប្រើប្រាស់ជាមួយប្រភេទ material ជាប្រភេទស្បែកដែលយើងមើលមកគឺវាប្រភេទអាចថា premium អញ្ចឹងណាប្រិមត្តហើយសូម្បីតែកៅអីកន្លែង driver ហ្នឹងក៏មានមកជាមួយប្រភេទកៅអីចុចស្វ័យប្រវត្តិផងដែរហើយចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍សម្រាប់ផ្នែកខាងក្នុងដូចគ្នានោះគឺតាក់ទងជាមួយនឹងប្រភេទចង្កូតភ្លើងតែម្ដងដូចពេលមកដឹងចឹងរថយន្តតម្លៃជាង$20,000ហើយគឺជាប្រភេទរថយន្ត7កៅអីទៀតចឹងភាគច្រើនគឺចង្កូតគឺវាមានសភាពភ្លៀងតឹងចឹងណាតែតម្លៃសម្រាប់រថយន្តនេះគឺប្រើប្រាស់ជាមួយប្រភេទចង្កូតអេឡិចត្រូនិកចឹងនៅពេលដែលបើកបរប្រិយមិត្តអរគ្នាមាន mode ឲ្យយើងជ្រើសរើសទៀតមានទាំងប្រភេទ comfort standard ហើយនិង sport ហើយនៅពេលដែលខ្ញុំប្រើប្រាស់ជាមួយប្រភេទមុខងារ comfort ប្រិយមិត្តអរគ្នាធូរខ្លាំងមែនទែនតែម្ដងដែលសឹងតែយើងធ្វើការប្រើប្រាស់ជាមួយម្រាមតែមួយគឺយើងអាចធ្វើការបង្វិលជាមួយចង្កូតនេះបានតែម្ដងអញ្ចឹងអាចថារថយន្តនេះគឺស័ក្តិសមមែនទែនហើយមិនត្រឹមតែអាចធ្វើការបើកបរទាំងសុភាពបរិសុទ្ធទេសូម្បីតែសុភាពនារីក៏គាត់អាចធ្វើការប្រើប្រាស់ជាមួយរថយន្តនេះបានផងដែរពីព្រោះថាខ្ញុំជឿថាសុភាពនារីពីច្រើនគឺអត់ចូលចិត្តប្រើប្រាស់ជាមួយរថយន្តណាដែលវាមានចង្កូតតឹងទេអញ្ចឹងបើខ្ញុំនិយាយត្រូវកុំភ្លេចធ្វើការ like ហើយ share ខ្ញុំមួយផងអូខេប្រិយមិត្តទាំងគ្នាហើយម្យ៉ាងនៅពេលដែលយើងធ្វើការប្រើប្រាស់ជាមួយប្រភេទដៃចង្កូត comfort ហ្នឹងហើយយើងធ្វើការបើកបរវ៉ាចែងឬក៏យើងធ្វើការប្រើប្រាស់ជាមួយលបឿនចង្កូតនឹងធ្វើការ switch automatic ស្វ័យប្រវត្តិទៅ sport តែម្ដងនេះបើតាមខ្ញុំធ្វើការប្រើប្រាស់ជាក់ស្ដែងប្រិយមិត្តទាំងគ្នានៅពេលដែលយើងវ៉ាចែងឬក៏យើងប្រើប្រាស់លបឿនហ្នឹងចង្កូតនឹងធ្វើការជួយទប់លំនឹងឲ្យវាមានសភាពរឹងជាងមុនចឹងងាយស្រួលក្នុងការប្រើប្រាស់បើកបរខ្លាំងមែនតើមិនមែនថាយើងប្រើប្រាស់ជាមួយនឹងប្រភេទ comfort ហើយយើងបើកប្រភេទគេថាធូររហូតទេវាមានមុខងារសម្រាប់ធ្វើការ switch ដោយស្វ័យប្រវត្តិទៀតចឹងចំណុចនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតើតែម្ដងហើយចំណុចបន្ទាប់ទៀតនោះនៅផ្នែកខាងក្នុងប្រិយមិត្តទាំងអស់គ្នាគឺមានមកជាមួយនឹង space គ្រប់គ្រាន់ដើម្បីយើងដាក់អីវ៉ាន់របស់យើងដែលត្រង់កន្លែងហ្នឹងខ្ញុំជឿថាអ្នកដែលគាត់ប្រើប្រាស់ជាមួយប្រភេទរថយន្តលក្ខណៈគ្រួសារគឺចង់បានខ្លាំងមែនតើតែម្ដងជាពិសេសគឺកន្លែងដាក់ cup holder តែម្ដងប្រិយមិត្តទាំងអស់គ្នាដោយសារតែមានមកជាមួយនឹងកន្លែងដាក់ cup holder គឺច្រើនហើយងាយស្រួលក្នុងការឲ្យយើងធ្វើការពេលយើងធ្វើដំណើរទៅទីចិត្តទីឆ្ងាយដូចខ្ញុំអញ្ចឹងខ្ញុំបានមកដល់ខាងខេត្តកំពតអីចឹងហើយនៅពេលដែលយើងប្រើប្រាស់ជាមួយរថយន្តតាមផ្លូវយើងជាបំផុតក្នុងការជាវជាមួយនឹងប្រភេទភេសជ្ជៈក្នុងការមកទទួលទានទេអញ្ចឹងនៅពេលដែលមានកន្លែងធ្វើការផ្ទុកជាមួយនឹងអីវ៉ាន់យើងគ្រប់គ្រាន់ក៏ដូចជាដាក់ជាមួយនឹង cup holder ដាក់កែវដាក់អីយើងគ្រប់គ្រាន់គឺធ្វើឲ្យអ្នកបើកបរក៏ដូចជាអ្នករួមដំណើរទូទៅគឺគាត់តិចចិត្តមានផាសុកភាពនិយាយទៅគឺ comfort តែម្ដងប្រិយមិត្តអរគ្នានេះគឺជាចំណុចដែលខ្ញុំចូលចិត្តបន្ទាប់នៅផ្នែកខាងក្នុង
ចំណុចបន្ទាប់មួយទៀតដែលខ្ញុំចូលចិត្តសម្រាប់រថយន្តនេះនោះគឺតាក់ទងជាមួយនឹងប្រិមិត្តរថយន្តខំទៅតម្លៃប៉ុណ្ណឹងមែនប៉ុន្តែវាមកជាមួយនឹងប្រភេទទ្វារអូតូស្វ័យប្រវត្តិដែលយើងអាចធ្វើការប្រើប្រាស់ដោយចុចប៊ូតុនក៏បានហើយយើងអាចធ្វើការកាច់ទាញដើម្បីទ្វារនឹងធ្វើការដំណើរការក៏បានដែរដែលនឹងក៏ជាមុខងារមួយដែលសប្រាខ្ញុំផងដែរប៉ុន្តែចង់បញ្ជាក់ផងដែរថាសម្រាប់មុខងារនេះគឺមានតែទ្វារនៅខាងស្ដាំដៃតែប៉ុណ្ណោះប៉ុន្តែសម្រាប់ទ្វារនៅខាងឆ្វេងគឺប្រើប្រាស់ជាមួយប្រភេទ motor ធ្វើការទាញធម្មតាហើយចំណុចបន្ទាប់មួយទៀតនោះគឺតាក់ទងជាមួយនឹងប្រភេទ motor ហើយក៏ដូចជាអាគុយពេលមកបងប្អូនគ្នារថយន្តនេះគឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធទៅពេលដែលយើងសាកជាមួយថាមពលមកពេញគឺយើងអាចធ្វើការបើកបរបានរហូតដល់500គីឡូម៉ែត្រអញ្ចឹងសម្រាប់500គីឡូម៉ែត្រពេលមកបងប្អូនគ្នាអ្នកខ្លះក៏គិតថា500គីឡូម៉ែត្រគឺតិចតែបើសម្រាប់ខ្ញុំគិតថា500គីឡូម៉ែត្រគឺមិនតិចប៉ុន្មានទេដោយសារតែរថយន្តនេះគឺមានមកជាមួយនឹងប្រភេទការថាការកណនីរ៉េងគឺច្បាស់លាស់បើន័យថាគឺ100%ពេញគឺ load នៅក្នុង screen តែម្ដងថាយើងអាចធ្វើការបើកបរបាន500គីឡូម៉ែត្រប៉ុន្តែការស្រកជាមួយថាមពលថ្មហ្នឹងក៏អាស្រ័យទៅលើការប្រើប្រាស់ទូទៅជាក់ស្ដែងផងដែរឧទាហរណ៍ថានៅពេលដែលយើងប្រើប្រាស់ជាមួយល្បឿនខ្លាំងពេកយើងអត់បានធ្វើការប្រើប្រាស់ជាមួយប្រភេទ brake generate បើន័យថាធ្វើការឲ្យរថយន្តហ្នឹងគឺ generate តទៅជាមួយកម្លាំងមកវិញទេអញ្ចឹងរថយន្តក៏វាស៊ីជាមួយថាមពលទៅតាមនឹងដែរប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់គឺគេដាក់ថា500គីឡូម៉ែត្រហើយសាកមកពេញគឺបានដល់500គីឡូម៉ែត្រមែនពីព្រោះតែធ្លាប់មានរថយន្តដទៃនៅពេលដែល spec គេដាក់ថាប៉ុណ្ណេះប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជាមួយប្រភេទម៉ាស៊ីនត្រជាក់ឬមួយក៏យើងធ្វើការប្រើប្រាស់ជាមួយនឹងប្រភេទ mod អីផ្សេងៗគឺនឹងធ្លាក់ជាមួយនឹង rank ទៅតាមនឹងប៉ុន្តែសម្រាប់រថយន្តនេះគឺអត់ទេប្រិមត្តអរគ្នាត្រង់ចំណុចហ្នឹងក៏ជាចំណុចមួយដែលខ្ញុំចូលចិត្តផងដែរហើយសម្រាប់ការបើកបរជាក់ស្ដែងប្រិមត្តអរគ្នាខ្ញុំគិតថាវា accurate ខ្លាំងមែនទែនតាក់ទងជាមួយនឹងប្រភេទគុណភាពថាមពលថ្មពីព្រោះតែថាមពលថ្មនៅពេលដែលខ្ញុំចេញពីភ្នំពេញមកដំបូងគឺវាសល់ 80% ហើយនៅពេលដែលខ្ញុំប្រើប្រាស់បើករហូតមកដល់ទីតាំងនៅខាងខេត្តកំពតនេះខ្ញុំនៅសល់ជាមួយនឹងថាមពលថ្មគឺជិត 50% នៅប្រិមត្តអរគ្នាហើយនេះដោយសារតែខ្ញុំធ្វើការបើកបរពេញទីក្រុងកំពតតែម្ដងហើយចំពោះចំណុច motor អគ្គិសនីវិញប្រិមត្តអរគ្នារថយន្តនេះគឺផ្ដល់ជាមួយនឹងប្រភេទល្បឿនគ្រប់គ្រាន់សម្រាប់ឲ្យយើងធ្វើការប្រើប្រាស់សម្រាប់ប្រភេទរថយន្តលក្ខណៈគ្រួសារបើន័យថាវាមិនយឺតពេកវាមិនស្ទក់ពេកទេគឺមកល្មមក្នុងការប្រើប្រាស់តែម្ដងពីព្រោះតែវាមានកម្លាំងរហូតដល់ជាង130 PS ហើយនោះប្រិមិត្តហើយសម្រាប់កម្លាំងរមាស់គឺ200 Newton m អញ្ចឹងប៉ុណ្ណេះគឺមកយើងធ្វើការបើកបរគឺមកមានភាពងាយស្រួលតែម្ដងជាពិសេសដូចប្រិមិត្តអរគ្នាដឹងស្រាប់ហើយវាគឺជាប្រភេទរថយន្តអគ្គិសនីចឹងតាក់ទងជាមួយនឹងលេខគឺអត់មាន transmission អីរញ៉េរញ៉ៃមានច្រើនលេខច្រើនវគ្គដោយរថយន្តប្រភេទប្រើប្រាស់ជាមួយប្រភេទចំហេះទេគឺមានតែមួយវគ្គតែប៉ុណ្ណោះសម្រាប់រថយន្តអគ្គិសនីចឹងមកយើងជន់គឺវាមានសភាព smooth តែម្ដងប្រិមត្តអរគ្នាចឹងគឺវាប្លែកអារម្មណ៍ខ្លាំងមែនទែនពីព្រោះតែយើងធ្លាប់តែបើកបរជាមួយប្រភេទរថយន្ត12កៅអីទូទៅគឺជាប្រភេទរថយន្តសាំងឬក៏មកស៊ុបផ្សេងៗហើយដល់ពេលឥឡូវគឺយើងមកតេស្តបើកបរជាមួយប្រភេទរថយន្តអគ្គិសនីគឺខ្ញុំជឿថាបើសិនជាប្រិយមិត្តអរគ្នាចង់តេស្តសាកល្បងជាមួយនឹងបទពិសោធន៍ថ្មីដូចខ្ញុំកុំភ្លេចទៅធ្វើការតាក់ទងដើម្បីធ្វើការតេស្តបើកបរសាកល្បងទាំងអស់គ្នាចឹងប្រិយមិត្តអរគ្នាសម្រាប់រថយន្ត Wuling Starline 730បើតាមខ្ញុំតេស្តធ្វើការបើកបរជាក់ស្ដែងអ្វីដែលខ្ញុំចង់ប្រាប់ប្រិយមិត្តអរគ្នានោះនេះគឺជាអារម្មណ៍ពិតតែម្ដងដោយសារតែវាលើសពីការរំពឹងទុកសម្រាប់រថយន្តលក្ខណៈគ្រួសារ7កៅអីខ្ញុំមិននឹកស្មានថានឹងមានរថយន្តលក្ខណៈគ្រួសារបែបនេះវាមានតម្លៃត្រឹមតែជាង$20,000ដូច្នេះនោះទេអញ្ចឹងបើសិនប្រិយមិត្តអរគ្នាចាប់អារម្មណ៍សម្រាប់រថយន្តលក្ខណៈគ្រួសារហើយចង់តេស្តប្រើប្រាស់ជាមួយប្រភេទរថយន្តអគ្គិសនីសម្រាប់ Wuling Starline 730នេះខ្ញុំរីកមិនខ្លាំងមែនតើហើយបើមានប្រិយមិត្តខ្លះគាត់សួរសាយតាក់ទងជាមួយនឹងរូបរាងប្រិយមិត្តអរគ្នាមកទស្សនាផ្ទាល់មកមើលផ្ទាល់បានដឹងថារថយន្ត Wuling Starline 730នេះគឺវាមានសភាពស្រស់ស្អាតប៉ុណ្ណាសំខាន់គឺតាក់ទងជាមួយនឹងដែកអីផ្សេងៗក៏វា premium ទៅតាមនឹងអញ្ចឹងប្រិយមិត្តអរគ្នាចឹងចំណុចទាំងអស់នេះគឺជាចំណុចដែលខ្ញុំចូលចិត្តសម្រាប់រថយន្ត Wuling Starline 730ហើយគួរបញ្ជាក់ផងដែរថាសម្រាប់ Wuling Cambodia គឺមិនត្រឹមតែមានប្រភេទរថយន្ត Starline 730នេះជាប្រភេទរថយន្តអគ្គិសនីសុទ្ធទេបើសិនអ្នកនរគ្នាចង់បានប្រភេទលក្ខណៈគេហៅថា PHEV REEV ក៏ខាងក្រុមហ៊ុនរបស់គាត់គឺមានដែរប៉ុន្តែតើតើជាមួយតម្លៃវារៀងខ្ពស់ជាងប្រភេទរថយន្តអគ្គិសនីសុទ្ធបន្តិចប្រិយមិត្តអរគ្នាអញ្ចឹងពីខ្ញុំទៅសម្រាប់បទពិសោធន៍ក្នុងការប្រើប្រាស់ជាមួយរថយន្ត Wuling Starline 730គឺខ្ញុំចែករំលែកជូនប្រិយមិត្តអរគ្នាបានប៉ុណ្ណឹងហើយខ្ញុំលើកទឹកចិត្តដល់ប្រិយមិត្តអរគ្នាទៅធ្វើការតេស្តបើកបរសាកល្បងផ្ទាល់តែម្ដងជាមួយនឹងរថយន្ត Starline 730នេះពីព្រោះថានេះគឺជារថយន្តមួយដែលខ្ញុំជឿថា
ប្រិយមិត្តក៏ដូចជាគ្រួសារសម័យថ្មីគួរតែមានមួយដាក់ផ្ទះពីព្រោះតែតម្លៃគឺសមរម្យខ្លាំងមែនទែនតែម្ដងកាលមុនគឺតម្លៃប៉ុណ្នេះយើងទិញបានត្រឹមតែប្រភេទគេថាឡានតូចឬមួយក៏រថយន្ត compact SUV ទេប៉ុន្តែសប្តាហ៍ថ្ងៃប្រិយមិត្តទាំងគ្នារថយន្តលក្ខណៈគ្រួសារ7កៅអីហើយគឺជារថយន្តអគ្គិសនីសុទ្ធទៀតអញ្ចឹងសាក់ទិញមួយយកទៅធ្វើការប្រើប្រាស់ទៅបើចង់នឹងថាតើរថយន្តនេះគឺមានលក្ខណៈសម្បត្តិក៏ដូចជាគុណសម្បត្តិបែបណាអញ្ចឹងពីខ្ញុំបាទសាមាត់អរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ